សហរដ្ឋអាមេរិកទទូចឲ្យសម្ព័ន្ធមិត្តនៅអាស៊ីពង្រឹងវិស័យការពារដោយប្រមានថាចិនអាចនឹងវាយយកកោះតៃវ៉ាន់នៅឆ្នាំ2027នៅក្នុងសន្ទរកថាដ៏សំខាន់មួយកាលពីថ្ងៃសៅរ៍រដ្ឋមន្ត្រីការបរទេសការពារជាតិអាមេរិកលោក Pete Hegseth បានធ្វើការប្រមានចំនៅជំនួបកំពូល Shangri-La Dialogue នៅក្នុងប្រទេសសិង្ហបុរីដោយបានប្រកាសថាមហិច្ឆតាយោធាចិនចំពោះតៃវ៉ាន់បង្កការគំរាមកំហែងដែលនឹងកើតមានឡើងចំពោះតំបន់និងស្ថិរភាពពិភពលោកហើយវាក៏ជាសារមួយដែលត្រូវបានច្រានចោលដោយក្រុងប៉េកាំងភ្លាមផងដែរនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNN និងបណ្ដាញសារព័ត៌មានធំមួយចំនួនទៀតកាលពីថ្ងៃសៅរ៍កន្លងទៅថ្លែងទៅកាន់វេទិកាដែលមានវត្តមានសុទ្ធតែមន្ត្រីសន្តិសុខអ្នកការទូតនិងមេដឹកនាំក្រសួងការពារជាតិមកពីទូទាំងពិភពលោកនេះលោក Hegseth បានអះអាងថាប្រទេសចិនកំពុងតែត្រៀមខ្លួនបានយ៉ាងល្អដែលអាចនឹងប្រើប្រាស់កងទ័ពដើម្បីកែប្រែតុល្យភាពអំណាចនៅតំបន់ឥណ្ឌូចិនលោកបានលើកឡើងអំពីលំហាត់វឹកហាត់ជាប្រចាំរបស់កងទ័ពរំដោះប្រជាជនចិន PLA និងបានបញ្ជាក់ថាលោកប្រធានាធិបតីចិនស៊ីជីនពីងបានបញ្ជាឲ្យកងទ័ពរំដោះប្រជាជនចិនត្រៀមខ្លួនឈ្លានពានកោះតៃវ៉ាន់ត្រឹមឆ្នាំ2027លោក Hegseth ដែលទើបតែចូលកាន់តំណែងកាលពីខែមករាបាននិយាយថាកងទ័ពរំដោះប្រជាជនចិនកំពុងកសាងសមត្ថភាពយោធាដែលចាំបាច់ដើម្បីធ្វើរឿងនេះដោយបង្វឹករៀងរាល់ថ្ងៃនិងហាត់សមសម្រាប់ការលុកលុយពិតប្រាកដតៃវ៉ាន់ជាដែនដីកោះប្រជាធិបតេយ្យស្វ័យគ្រប់គ្រងនិងមានប្រជាជន23លាននាក់នោះត្រូវបានបកកុម្មុយនីសចិន CCP ចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ចិនបើទោះបីជាមិនធ្លាប់បានកាន់កាប់លើតំបន់នេះក៏ដោយបញ្ហានេះបានក្លាយជាបញ្ហាតានតឹងរវាងក្រុងប៉េកាំងនិងសហរដ្ឋអាមេរិកប៉ុន្តែការថ្លែងរបស់លោក Hegseth កត់សម្គាល់អំពីការបង្កើនវោហារសាស្ត្រដ៏គួរឲ្យកត់សម្គាល់ក្រោមអាណត្តិទី2របស់លោកត្រាំលោកបាននិយាយថាគ្មានហេតុផលដែលត្រូវនិយាយលេងនោះទេការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិនគឺជាការពិតហើយវាអាចកើតមានឡើងឆាប់នេះលោក Hegseth ក៏បានអះអាងទៀតថាប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថានឹងមិនបណ្ដោយឲ្យតៃវ៉ាន់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ចិននៅក្នុងអាណត្តិរបស់លោកនោះទេលោក Hegseth បានទទូចឲ្យសម្ព័ន្ធក្នុងតំបន់បង្កើនប្រព័ន្ធការពាររបស់ខ្លួននៅចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងមិនមែនតែប្រទេសចិនប៉ុណ្ណោះទេប៉ុន្តែពីកូរ៉េខាងជើងផងដែរលោកបានលើកជាឧទាហរណ៍របស់អង្គការ NATO ដោយបញ្ជាក់ថាបណ្ដាញប្រទេសនៅតំបន់អឺរ៉ុបជាច្រើនបានបង្កើនថវិកាលើវិស័យការពាររបស់ខ្លួនរហូតដល់ 5% នៃ GDP លោកចោទជាសំណួរថាហេតុអ្វីសម្ព័ន្ធមិត្តសំខាន់របស់ក្រុង Washington នៅអាស៊ីមិនបានប្រឹងប្រែងគ្រប់គ្រាន់លោកបានបន្ថែមថាវាមិនសមហេតុផលទេដែលបណ្ដាប្រទេសនៅអឺរ៉ុបកំពុងតែពង្រឹងវិស័យការពាររបស់ខ្លួនខណៈដែលសម្ព័ន្ធមិត្តនៅតំបន់អាស៊ីចំណាយពេលតិចតួចលើវិស័យការពារចំពេលដែលមានការគំរាមកំហែងដ៏គ្រោះថ្នាក់ជាងមុនទៅទៀតនេះស្របពេលដែលបញ្ជាក់យ៉ាងច្បាស់ថាអាមេរិកមិនព្យាយាមបង្កើតជម្លោះជាមួយចិននោះលោក Hegseth សង្កត់ធ្ងន់ថាក្រុង Washington នឹងមិនដកថយពីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះទេលោកបន្តថាយើងនឹងត្រូវបានច្រានចេញពីតំបន់ដ៏សំខាន់នេះហើយយើងនឹងមិនបណ្ដោយឲ្យសម្ព័ន្ធមិត្តរបស់យើងត្រូវគេគ្រប់គ្រងឬបំផិតបំភ័យនោះទេនៅក្នុងការឆ្លើយតបខ្លាំងនឹងភ្លាមកាលពីថ្ងៃអាទិត្យទី1ខែមិថុនាក្រសួងការបរទេសចិនបានថ្កោលទោសការអត្ថាធិប្បាយរបស់លោក Hegseth ដោយចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងបង្កការបែកបាក់នៅក្នុងតំបន់អាស៊ីក្រសួងការបរទេសចិនបានលើកឡើងថាការអត្ថាធិប្បាយនេះពោរពេញទៅដោយការអុចអាលនិងមានចេតនាបង្កការបែកបាក់ដោយអះអាងថាលោក Hegseth បានមូលបង្កាច់ប្រទេសចិនតាមរយៈការចោទប្រកាន់ទាំងនេះសេចក្តីថ្លែងការណ៍របស់ក្រុងប៉េកាំងក៏បានច្រានចោលការចោទប្រកាន់ដែរថា
ប្រទេសចិនកំពុងចង់ក្លាយជាប្រទេសមានឥទ្ធិពលបំផុតនៅអាស៊ីផ្ទុយទៅវិញក្រុងប៉េកាំងបានចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកបំផ្លាញសន្តិភាពពិតប្រាកដនៅក្នុងតំបន់សេចក្តីថ្លែងការណ៍របស់ក្រុងប៉េកាំងបានលើកឡើងទៀតថាគ្មានប្រទេសណាមួយនៅក្នុងពិភពលោកនេះស័ក្តិសមនឹងទទួលបានគេហៅថាជាមហាអំណាចបែបអនុត្តរភាពក្រៅពីអាមេរិកខ្លួនឯងនោះទេហើយអាមេរិកក៏ជាមូលហេតុចម្បងដែលធ្វើឲ្យខូចសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្រសួងការបរទេសចិនរិះគន់អ្វីដែលខ្លួនហៅថាចិត្តសាស្ត្រសង្គ្រាមត្រជាក់និងបានចោទប្រកាន់លោក Hexit ថាកំពុងតែប្រឡែងលេងជាមួយនឹងភ្លើងពាក់ព័ន្ធទៅនឹងបញ្ហាកោះតៃវ៉ាន់ដែលជាបញ្ហារសើបសម្រាប់បកកុម្មុយនីសចិនដែលបានបដិញ្ញាដណ្ដើមយកដែនដីកោះនេះតាមរយៈកម្លាំងប្រសិនបើចាំបាច់ថ្លែងប៉ុន្មានម៉ោងបន្ទាប់ពីការឆ្លើយតបរបស់ចិនលោក Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបានការពារការអត្ថាធិប្បាយរបស់លោក Hexit និងបានច្រានចោលការលើកឡើងរបស់ចិនលោកម៉ាឡេសបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថាអ្វីដែលយើងបានឃើញពីប្រទេសចិនគឺការកើនឡើងខ្លាំងបំផុតនៅក្នុងសមត្ថភាពយោធានិងការកសាងកម្លាំងយោធាធម្មតាដោយប្រទេសមួយចាប់ផ្ដើមពីសង្គ្រាមលោកលើកទី2លោកម៉ាឡេសបាននិយាយទៀតថាស្ថានភាពនៅក្នុងតំបន់គឺស្មុគស្មាញហើយបណ្ដាប្រទេសដូចជាអូស្ត្រាលីបានធ្វើការងារជាមួយដៃគូដូចជាសហរដ្ឋអាមេរិកនិងហ្វីលីពីនយូរមកហើយដើម្បីគោរពតាមកិច្ចព្រមព្រៀងផ្អែកលើគោលការណ៍សកលរួមទាំងសេរីភាពនៃប្រតិបត្តិការនាវាចរក្រោមអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិទោះបីសហរដ្ឋអាមេរិកមិនមែនជាប្រទេសហត្ថលេខីនៅក្នុងអនុសញ្ញានេះប៉ុន្តែប្រទេសនេះបានធ្វើប្រតិបត្តិការនាវាចរជាប្រចាំនៅតំបន់ជម្លោះដូចជាសមុទ្រចិនខាងត្បូងជាការប្រែប្រួលគួរឲ្យកត់សម្គាល់ពីឆ្នាំកន្លងទៅនេះប្រទេសចិនមិនបានបញ្ជូនរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំកំពូលនេះទេមានន័យថាបំពានទៅលើទម្លាប់រយៈពេល5ឆ្នាំកន្លងមកនេះជាជំនួសមកវិញប្រទេសចិនបានចាត់តាំងឧត្តមនាវីតូហ៊ូកាងហ្វេងអនុប្រធានសាកលវិទ្យាល័យការពារជាតិរបស់កងទ័ពរំដោះប្រជាជនចិនឲ្យដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលនេះជំនួសវិញអំឡុងកិច្ចពិភាក្សាការពីរុស្ស៊ីថ្ងៃសៅរ៍លោកហ៊ូបានរិះគន់វាគ្មិនដែលបានរិះគន់ប្រទេសចិនដោយចោទប្រកាន់ពួកគេថាប៉ុនប៉ងញុះញង់បំបែកបំបាក់និងបង្កឲ្យមានការប្រឈមមុខដាក់គ្នានៅក្នុងតំបន់លោកហ៊ូបានការពារគោលនយោបាយនិងសិទ្ធិកាន់កាប់នៅលើដែនដីរបស់ចិនដោយអះអាងថាស្ថានភាពនៅសមុទ្រចិនខាងត្បូងនៅមានស្ថិរភាពប៉ុន្តែប្រឈមមុខទៅនឹងបញ្ហាប្រឈមធ្ងន់ធ្ងរលោកហ៊ូបានចោទប្រកាន់បណ្ដាប្រទេសដែលលោកមិនបញ្ចេញឈ្មោះថាប្រើប្រាស់លេសនៃសេរីភាពនាវាចរដើម្បីបង្កើនវត្តមានយោធានិងគាំទ្រកម្លាំងផ្ដាច់ខ្លួនតៃវ៉ាន់ចំណែករដ្ឋមន្ត្រីការពារជាតិសង្ហបុរីលោកចាន់ជុងស៊ីងក្រោយមកបានបញ្ជាក់ពីសារៈសំខាន់នៃការបន្តទំនាក់ទំនងជាមួយប្រទេសចិនមិនថាប្រទេសនេះបានបន្ថយកម្រិតនៃការចូលរួមនៅក្នុងវេទិកានេះក៏ដោយលោកបាននិយាយថាវាគឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាក្នុងទំនាក់ទំនងជាមួយប្រទេសចិននៅក្នុងវេទិកាផ្សេងៗដោយមិនបញ្ចប់នៅក្នុងស្ថានភាពទីដែលភាគីទាំងសងខាងបកស្រាយខុសគណនាខុសឬក៏រាយការណ៍ខុសពីជំហររបស់គ្នាទៅវិញទៅមករឿងនេះគឺគ្រោះថ្នាក់ណាស់លោកចាន់បានកត់សម្គាល់ថាស្របពេលកិច្ចប្រជុំកំពូល Shangri-La Dialogue នៅតែជាវេទិកាសំខាន់សម្រាប់ទំនាក់ទំនងការទូតនៅលើវិស័យយោធាវេទិកាផ្សេងទៀតត្រូវតែប្រើប្រាស់ដើម្បីទប់ស្កាត់ការយល់ច្រឡំនិងជម្លោះសន្ទរកថារបស់លោក Hexit បានឆ្លុះបញ្ចាំងពីការបន្តនិងការពង្រីកកាន់តែខ្លាំងឡើងនៃនយោបាយរបស់សហរដ្ឋអាមេរិកក្នុងការទប់ឥទ្ធិពលរបស់ចិននៅតំបន់អាស៊ីស្របពេលដែលលោកត្រាំបានធ្វើឲ្យអង្គការ NATO ព្រួយបារម្ភតាមរយៈការគំរាមដកខ្លួនចេញនិងកាត់បន្ថយការគាំទ្រចំពោះប្រទេសអ៊ុយក្រែនក្រុមអ្នកវិភាគកត់សម្គាល់ឃើញថា
យុទ្ធសាស្ត្រនៅតំបន់ Indo-Pacific របស់ក្រុង Washington នៅតែដដែលទោះក្រោមការដឹកនាំរបស់ប្រធានាធិបតីរូបណាក៏ដោយសមយុទ្ធយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកជាមួយនឹងដៃគូសំខាន់ដូចជាជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង និងហ្វីលីពីនបានបន្តនិងថែមទាំងពង្រីកកាន់តែធំនៅឆ្នាំ2025នេះបើទោះបីជារក្សាបាននៅសង្កត់ភាពនេះក៏ដោយក៏ការកើនឡើងនៅវោហារសាស្ត្ររបស់លោក Hegseth និងប្រតិកម្មខ្លាំងៗដែលបានបង្កឡើងនេះបង្ហាញពីស្ថានភាពផុយស្រួយកាន់តែខ្លាំងឡើងនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនស្របពេលឆ្នាំ2027ជាឆ្នាំដែលចិនអាចនឹងប្រើវិធានការយោធាទៅលើកោះតៃវ៉ាន់កាន់តែខិតជិតមកដល់នោះតំបន់នេះប្រហែលជាអាចឈានចូលដល់ដំណាក់កាលអស្ថិរភាពខ្លាំង